ទៅមួយបទបង្ហាញដែលខ្ញុំនឹងជួនលោកគ្រូថ្ងៃនេះបាទហើយសូមជំរាបជូនលោកគ្រូផងដែរថាslide នេះគឺខ្ញុំធ្វើតាមរយៈកម្មវិធី Canva ដែលលោកគ្រូបានចូលរួមពាក់បណ្ដុំតាការពីប្រហែលសប្តាហ៍មុនដែលបង្ហាញដោយលោកគ្រូអាភិរុនបាទនៅក្នុង slide របស់យើងនេះអញ្ចឹងតកតងមួយប្រធានបទថ្ងៃនេះគឺប្រធានបទរបស់យើងគឺសំខាន់មែនទែនតកតងជាមួយនឹងបាទរបៀបនៃការចាប់ក្រុមរបស់យើងដែលយើងនឹងបែងចែកច្រើនតកតងជាមួយនឹងពីមុនមកដែលលោកគ្រូបង្ហាញជាអត់បានដឹងបាទហើយយើងលោកគ្រូអត់បានដឹងចេះពីវិធីហ្នឹងឬក៏លោកគ្រូពេលខ្លះក៏បានប្រើហើយប៉ុន្តែយើងប្រើកម្មវិធីមួយដែលអត់អាចបែងចែកក្រុមសិស្សបានទេបាទថ្ងៃនេះខ្ញុំនឹងបង្ហាញជូននៅរបៀបចាប់ក្រុមហ្នឹងជូនដល់លោកគ្រូដើម្បីងាយស្រួលបាទនេះជាទម្រង់មួយចំនួនសម្រាប់លោកគ្រូប្រើប្រាស់នៅក្នុងពេលដែលលោកគ្រូចូលទៅវានឹងចេញទម្រង់ដូចខាងក្រោមដែលខ្ញុំបានឃើញតារាងបញ្ជីឈ្មោះសិស្សទាំងតែម្ដងបាទចឹងដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំសូមអញ្ជើញលោកគ្រូចូលទៅកាន់slide ក៏ដូចជាបទបង្ហាញរបស់ខ្ញុំតែម្ដងតាក់ទងកន្លែងហ្នឹងបាទអញ្ចឹងដើម្បីឲ្យងាយស្រួលលោកគ្រូត្រូវដឹងថាតើការចាប់ក្រុមសិស្សរបស់យើងហ្នឹងតើហេតុអីបានជាយើងត្រូវចាប់ក្រុមសិស្សនៅពេលដែលយើងបង្រៀនបាទគ្រប់ក្រុមសិស្សទាំងអស់មិនថាគ្រប់មុខវិជ្ជាណាក៏ដោយទោះបីជាលោកគ្រូបាទបរិញ្ញាមុខវិជ្ជាអីក៏ត្រូវការនៅក្រុមសិស្សចាប់ក្រុមសិស្សហ្នឹងដែរដើម្បីឲ្យគាត់ធ្វើកិច្ចការងារបាទកិច្ចការងារជាក្រុមផ្សេងមិនថាឡើងក្តារខៀនឬក៏ធ្វើកិច្ចការស្រាវជ្រាវជាពិសេសថ្ងៃនេះផងដែរគឺតកតងជាមួយនឹងការស្រាវជ្រាវជាគម្រោងរបស់យើងគឺត្រូវការចាប់ក្រុមសិស្សជាដាច់ខាតដែលត្រូវឲ្យគាត់មានការស្រាវជ្រាវជាក្រុមបាទនៅក្នុងនោះផងដែរអត្ថប្រយោជន៍នៃការចាប់ក្រុមរបស់យើងនោះទី1គឺបង្កើនការរៀនសូត្របែបសហការបាទមានន័យថាគាត់រាល់ថ្ងៃយើងដឹងស្រាប់ហើយថាបាទអង្គទាំង4របស់តកតងនិស្សិតរបស់កុមារគឺការចូលរួមអីជាផ្សេងជាដើមហ្នឹងអញ្ចឹងបើសិនជាគាត់អត់មានបំណិននៅក្នុងការចូលរួមសហការហ្នឹងទេគឺថ្ងៃក្រោយទៀតនៅពេលដែលគាត់បានចេញពីសាលារបស់យើងទៅគឺគាត់អត់មានបំណិននៅក្នុងការតំណែងទេអញ្ចឹងហើយគឺគាត់ត្រូវចេះសហការគ្នាថាធ្វើម៉េចដើម្បីឲ្យការសហការហ្នឹងបានទទួលលទ្ធផលល្អបាទតែការងារក្រុមគឺគំគំបំណងបែបនេះទី2គឺអភិវឌ្ឍជំនាញតំណែងសង្គមក្នុងសង្គមរបស់គាត់បាទទាំងការនិយាយស្ដីទាំងការធ្វើការងារក្រុមផ្សេងៗនេះគាត់ត្រូវចូលជាមួយគ្នាទី3តកតងមួយការគិតបែបវិភាគមានន័យថាមតិយោបល់ច្រើនជួយឲ្យគាត់កាន់តែចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកមានន័យថាយើងចេះបែបប៉ុណ្ណាយើងទៅចែកបែបប៉ុណ្ណឹងហើយយើងក៏ទទួលយកពីបទពិសោធន៍អ្នកផ្សេងមកត្រឡប់មកវិញបាទដែលគេហៅថាការគិតបែបវិភាគគេថា critical thinking បាទតកតងកន្លែងហ្នឹងទី4គឺបង្កើនទំនួលខុសត្រូវនិងភាពជាអ្នកដឹកនាំបន្ទាប់ពីគាត់ធ្វើកិច្ចការស្រាវជ្រាវហើយគាត់នឹងប្រមូលយកមតិឬក៏ដូចជាចម្លើយដែលត្រឹមត្រូវហើយគាត់នឹងឡើងធ្វើបទបង្ហាញបាទហើយចុងក្រោយនោះគឺភាពស្និទ្ធស្នាលនិងកាត់បន្ថយភាពភ័យខ្លាចដែលធ្វើឲ្យសិស្សរបស់យើងទាំងអស់ហ្នឹងគឺគាត់ប្រកែនិយាយបាទហើយគាត់អត់ខ្លាចនៅក្នុងកិច្ចការងាររបស់យើងទាំងអស់ហើយទាំងអស់ហ្នឹងអ្វីដែលខ្ញុំលើកទាំងប្រមាណហ្នឹងគេហៅថាជា soft skill បាទដែលយើងអត់លោកគ្រូបានទៅរៀននៅភូមិន្ទសាស្ត្រទឹកយើងបានដឹងហើយថាលោកគ្រូគាត់ប្រទេសហ្នឹងគាត់បានលើកឡើងអំពី soft skill មាន hard skill មាន soft skill សូម្បីតែលោកគ្រូធ្វើការប្រឡងដូចជាធ្វើតេស្តបាទតាមសប្តាហ៍នេះមួយក៏និយាយពីកន្លែងហ្នឹងដែរអញ្ចឹង soft skill សំខាន់ណាស់កាលណាគាត់ចេះ soft skill គាត់ទៅដល់ណាគាត់អត់ខ្លាចគេហើយគាត់សុខចិត្តគេក៏សុខគាត់ក៏សុខចិត្តហើយរួមរស់នៅមួយគ្នាគឺដោយសន្តិភាពកន្លែងនេះណាលោកគ្រូបាទអញ្ចឹងឥឡូវខ្ញុំចង់ឲ្យលោកគ្រូចូលរួមបន្តិចថាតើកន្លងមកលោកគ្រូដែលអញ្ជើញចូលរួមនេះតើបានធ្វើយ៉ាងម៉េចខ្លះដើម្បីចាប់ក្រុមសិស្សនៅក្នុងម៉ោងមុខវិជ្ជារបស់លោកគ្រូឬក៏នៅក្នុងសាលារៀនលោកគ្រូបាទអញ្ចឹងសូមអញ្ជើញលោកគ្រូបាទផ្ដល់ជាបទពិសោធន៍ក្នុងការបែងចែកក្រុមបាទអរគុណលោកគ្រូអញ្ជើញលោកគ្រូបាទបាទអញ្ជើញលោកគ្រូណាក៏បានដែរតែសូមចែករំលែកបទពិសោធន៍មកថាតើពីមុនមកនៅមុខវិជ្ជារបស់លោកគ្រូឬក៏នៅក្នុងសាលារបស់លោកគ្រូតើធ្វើម៉េចដើម្បីបែងចែកចាប់ក្រុមសិស្សបាននៅក្នុងថ្នាក់របស់លោកគ្រូបាទជំរាបសួរលោកគ្រូខាងខ្ញុំអក្សរសាស្ត្រខ្មែរពេលខ្ញុំចាប់ក្រុមខ្ញុំរាប់លេខលោកគ្រូយើងចង់បានប្រហែលក្រុមរាប់ដល់ប៉ុណ្ណឹងទៅហើយចាំបែងចែកតាមក្រោយហ្នឹងរាប់តាមតុកឯលោកគ្រូមិនក្នុងចារាប់តាមតុកឬតាមជួរចាតាមជួរជួនកាលពីឆ្វេងទៅស្ដាំជួនកាលពីស្ដាំទៅឆ្វេងអញ្ចឹងណាលោកគ្រូចាខ្ញុំធ្វើចែកចា
បាទបាទអរគុណបាទតើអញ្ជើញលោកគ្រូផ្សេងទៀតបាទមានន័យទៀតបាទ សម្រាប់ខ្ញុំក៏ដូចជាអ្នកគ្រូដែរលោកគ្រូគឺរាប់លេខហើយឲ្យគាត់នៅតាមលេខរៀងនីមួយៗហើយបែងចែកទៅតាមក្រុមលោកគ្រូ បាទបាទអរគុណជើញលោកគ្រូផ្សេងទៀតបាទ បាទលោកគ្រូខ្ញុំសូមចូលរួមបន្តិចចុល្លាយហ្នឹងខ្ញុំចូលក្រុមដូចអ្នកគ្រូដែលគាត់មានប្រសាសន៍ដែរប៉ុន្តែបើសិនយើងរាប់ទៅប៉ះចំក្រុមដែលមានសិស្សចេះច្រើនអញ្ចឹងយើងប្របែកក្រុមដែលចេះហ្នឹងមកនៅជាមួយក្រុមដែលអត់ចេះអញ្ចឹងលោកគ្រូបាទខ្ញុំមានប្រឹងលោកគ្រូ បាទមានន័យថាលោកគ្រូបានណូតថាក្នុងថ្នាក់របស់លោកគ្រូមានសិស្សប្រមាណអ្នកដែលប្រកែស្រាច់អញ្ចឹងលោកគ្រូណាអញ្ចឹង បាទ អរគុណគ្រូមានន័យថាអូលោកគ្រូពិសេសឲ្យដឹងថាសិស្សណាខ្លាំងសិស្សណាខ្សោយអញ្ចឹងឥឡូវអញ្ជើញលោកគ្រូផ្សេងទៀតបានអញ្ជើញបាទ លោកជំរាបសួរគ្រូ បាទបានអញ្ជើញលោកគ្រូបាទបាទ ខ្ញុំចែកក្រុមមានច្រើនវិធីជួនកាលខ្ញុំចែកតាមបច្ចេកទេសណាជួនចែកតាមជួនខ្ញុំរាប់ខ្ញុំទៅសេចក្ដីឲ្យគាត់ចាប់ឆ្នោតអញ្ចឹងទៅលេខណាយកលេខនេះនេះជារបៀបដែលខ្ញុំធ្លាប់ធ្វើទៅបាទនឹងអរគុណលោកគ្រូបាទអញ្ចឹងមានលោកគ្រូអ្នកគ្រូណាដទៃទៀតដែលមានការបែងចែកខុសពីនឹងទៀតអត់ទេបាទមាននេះទៀតសូមមានផ្លែជាងនឹងទៀតមានអីបាទ ជំរាបសួរលោកគ្រូ បាទបានអញ្ជើញអ្នកគ្រូបានអញ្ជើញ សម្រាប់ខ្ញុំចែកក្រុមខ្ញុំឲ្យគាត់ដូចថាខ្ញុំចង់បាន5ក្រុមអញ្ចឹងខ្ញុំឲ្យគាត់ចូលតាមចិត្តគាត់ដូចថាគាត់ពេញចិត្តដៃគូមួយណាឲ្យគាត់រើសក្នុងមួយក្រុមនោះមាន5នាក់អញ្ចឹងឲ្យគាត់ចូលតាមចិត្តអញ្ចឹងលោកគ្រូ អរគុណអញ្ចឹងមានន័យថាចូលធីមស្រីស្អាតធីមប្រុសស្អាតពីណាបកែចូលមួយបកែស្រាប់តែចិត្តខ្លួនគាត់ហើយចាឲ្យគាត់អនតែខ្ញុំចូលគ្រប់វាតិចចឹងណាគ្រូចាខ្ញុំកំណត់ថាក្នុងមួយក្រុមខ្ញុំចង់បាន5នាក់អញ្ចឹងបងអូនពេញចិត្តអ្នកណាបងអូនចូលក្រុមមួយគ្នាទៅចា មានអីផ្លែកវិញទៀតបាទសូមអញ្ជើញ ចាជំរាបសួរលោកគ្រូបើសម្រាប់ បាទ ខ្ញុំ អញ្ជើញ ចាបើសម្រាប់ខ្ញុំវិញការបែងចែកក្រុមគឺខ្ញុំកំណត់មួយក្រុមដោយសារតែខ្ញុំគិតថាបើនៅបែងចែករាប់គឺខាតម៉ោងខាតពេលវេលាអញ្ចឹងណាលោកគ្រូតែខ្ញុំមើលដែរថាសកម្មភាពសិស្សណាខ្លះដែលចូលរួមអញ្ចឹងខ្ញុំចាប់អារម្មណ៍ថាបើសិស្សណាដែលចូលរួមអាហ្នឹងមានន័យថាខ្ញុំតាមដានពេលដែលគាត់ចូលរួមធ្វើអញ្ចឹងម៉ោងក្រោយទៀតក៏ធ្វើដែរខ្លាចគាត់អត់ចូលរួមទៀតអញ្ចឹងណាលោកគ្រូ បាទអរគុណអ្នកលោកគ្រូដោយសារពេលវេលារបស់យើងអត់អាចជំទាស់លោកគ្រូច្រើនទេអញ្ចឹងសល់ប្រហែលទៀតលោកគ្រូអាច comment នៅក្នុងឆាតមិត្តរបស់យើងបន្ថែមទៀតមកបាទខ្ញុំបានឃើញឆាតមិត្តរបស់លោកគ្រូច្រើនដែរតាក់ទងជាមួយចំណុចហ្នឹងបាទអញ្ចឹងឥឡូវលោកគ្រូខ្ញុំសូមលើកយកអំពីចំណុចអាហ្នឹងគេហៅថារបៀបដែលលោកគ្រូបានលើកឡើងមកប្រហែលហ្នឹងគេហៅថារបៀបនៃការចាប់ក្រុមបែបបុរាណតែនេះណា បាទមានថាយើងរៀបចំតាមនេះជាច្រើនឥឡូវខ្ញុំបង្ហាញជូនលោកគ្រូបងបាទនេះហ្នឹងគេហៅថារបៀបចាប់ក្រុមតាមបែបបុរាណដោយលោកគ្រូបានលើកហ្នឹងនេះខ្ញុំគ្រាន់តែលើកយកមកតិចតួចទី3សម្រាប់ឲ្យលោកគ្រូបាទមាន4ហ្នឹងទី1គឺវិធីសាស្ត្ររាប់លេខដោយលោកគ្រូបានរាប់ចឹងថារាប់លេខអាចរាប់លេខពីតុក្រោយមកមុខពីតុមុខទៅក្រោយពីឆ្វេងទៅស្ដាំពីស្ដាំទៅឆ្វេងអីចឹងណារាប់ឈ្មោះឧទាហរណ៍ថាក្នុងថ្នាក់របស់យើងមានប៉ុន្មានអ្នកយើងចង់បាន5ក្រុមយើងរាប់ លេខ1ដល់លេខ5អញ្ចឹងទៅអាហ្នឹងឧទាហរណ៍បាទអាហ្នឹងវិធីហ្នឹងមួយគេថា counting off ទី2គឺវិធីសាស្ត្រចាប់ឆ្នោតដោយលោកគ្រូបានលើកឡើងមកអញ្ចឹងថាយើងមានជាលេខក្រុមមួយយើងឲ្យគាត់ក្លុកចាប់បានក្រុមណាចូលក្រុមហ្នឹងអាហ្នឹងគេថាតាមខ្មោចឲ្យហ្នឹងទៅចូលក្រុមណាចូលក្រុមហ្នឹងអញ្ចឹងណាបាទដល់ទី3ចាប់តាមលំដាប់ឈ្មោះឬក៏អក្សរក្រមហ្នឹងឬក៏លេខរៀងមានន័យថាគាត់នៅ ក្រាក់ក្រងគាត់លេខម៉ានយើងចាប់ឲ្យគាត់តាមនឹងយកទៅមកក្នុងហ្នឹងបាទដែលគេហៅថា alphabetical or roll call order ឬក៏មួយទៀតគឺថាវិធីចាប់តាមទីតាំងអង្គុយរបស់គាត់អង្គុយណាក្បែរហ្នឹងដោយលោកគ្រូបាននិយាយអញ្ចឹងថាតាក់ទងជាមួយនឹងការចាប់ក្រុមនេះគឺយើងត្រូវការឲ្យលឿនបាទឲ្យលឿនហើយអាច ងាយស្រួលក្នុងការគាត់ពិភាក្សាក្រុមគាត់ពេលខ្លះអាចចាប់អង្គុយតាមទីតាំងគាត់ហ្នឹងគាត់បែរតែខ្នងមកបាទបែរតែខ្នងមកគឺគាត់អាចពិភាក្សាគ្នាតែម្ដងកន្លែងហ្នឹងពីច្រើនគឺយើងធ្វើបែបហ្នឹង
ចឹងចំពោះវិធីសាស្ត្រទាំង4ដែលខ្ញុំបានលើកឡើងខាងលើនេះគឺវាមានគុណសម្បត្តិគឺតកតមួយពេលវេលាគឺយើងមានលឿនតកតមួយពេលវេលាប៉ុន្តែពេលខ្លះគឺសិស្សហ្នឹងគាត់មួយឆ្នាំហើយគាត់រៀននៅជាមួយគ្នារយៈពេលថាមួយឆ្នាំចុះមួយឆ្នាំសិក្សារបស់គាត់គឺគាត់ជួបតែក្រុមគាត់តែអត់ដែលបានជួបមួយក្រុមផ្សេងអញ្ចឹងណាព្រោះការចាប់ឆ្នោតនោះអាចនឹងគាត់មានការផ្លាស់ប្ដូរដៃគូអញ្ចឹងដល់ពេលកាលណាតែគាត់ជួបជាមួយតែក្រុមដៃគូរបស់គាត់តែថ្ងៃក្រោយផ្លាស់ប្ដូរក្រុមគាត់ថាអូអត់ចេះធ្វើការមួយក្រុមពួកហ្នឹងអត់អញ្ចឹងណាមានន័យថាគាត់អត់អាចរស់នៅជាមួយនឹងបាទអ្នកផ្សេងបានទេគាត់ស្គាល់តែក្រុមគ្នាគាត់តែគាត់ស្និទ្ធស្នាលមួយគ្នាដោយទៅលោកគ្រូអញ្ចឹងថានៅពេលដែលយើងប្រកាសជ្រើសរើសឲ្យលោកគ្រូតាមសាលាហ្នឹងដាក់ពាក្យរៀន UP រៀន PUP ថាអត់ទៅរៀនកើតទេទៅរៀនកើតទៅដើរបបួលគេក្នុងសាលារបស់លោកគ្រូថាឥឡូវខ្ញុំដាក់ពាក្យលោកគ្រូណាដាក់ពាក្យដល់អត់បើដាក់ពាក្យខ្ញុំអត់ហ៊ានដាក់ខ្ញុំទៅតែឯងរៀនមិនកើតនេះហ្នឹងណាមានថាយើងអត់អាចរស់នៅក្នុងសង្គមបានទេហើយដោយឡែកដល់លោកគ្រូឃើញខ្លួនឯងពេលដែលលោកគ្រូបានមករៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោកគ្រូចូលមិត្តនៅជាមួយទូទាំង5ខេត្តឥឡូវយើងនិយាយទៅតំបន់4យើងណាតំបន់4យើងមាន5ខេត្តចោះបើយើងនៅពេលដែលលោកគ្រូធ្វើដំណើរសារអាទិត្យដែលគេហៅទៅរៀនផ្ទាល់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះលោកគ្រូជួបជាមួយនឹង25រាជធានីខេត្តឃើញវាប្លែកទេលោកគ្រូបាទបងនេះអញ្ចឹងដល់ពេលសិស្សដែលយើងរៀបចំតែអញ្ចឹងបែបបុរាណបែបហ្នឹងគឺសិស្សទាំងអស់ហ្នឹងគឺគាត់ជុំទៅគ្នាដដែលគាត់ថាពេលជួបពេលមុនពេលក្រោយតែប៉ុណ្្នឹងឯងអញ្ចឹងអាតកតងជាមួយទំនាក់ទំនងក៏ដូចជាគេហៅថា soft skill របស់គាត់គឺអត់អភិវឌ្ឍទៅមុខទេបាទអានេះគេហៅថាវិធីបែបបុរាណអានេះគាត់ខ្ញុំលើកពីគុណវិបត្តិរបស់វាគឺត្រង់ហ្នឹងដល់ពេលគាត់ទៅចូលមួយក្រុមផ្សេងគឺគាត់អត់ហ៊ានទោះបីជាគាត់នៅក្រុមថ្នាក់មួយគ្នាក៏ដោយប៉ុន្តែអ្នកខ្លះអត់បែរនិយាយចូលគ្នាសោះអ្នកខ្លះក៏គាត់មិនដែលទៅតាក់ទងគ្នាមាត់ពោគ្នាអញ្ចឹងណាបាទអានេះគឺគុណវិបត្តិមួយនៅក្នុងការចាប់ក្រុមបែបបុរាណនេះយើងមើលសម្រាប់សម័យរបស់យើងដែលខ្ញុំនឹងបង្ហាញតិចទៀតហ្នឹងគឺលោកគ្រូនឹងមានអារម្មណ៍ថាសុបាយហើយសិស្សក៏គាត់សុបាយចិត្តនៅក្នុងការចាប់ក្រុមបានដែរបាទអញ្ចឹងតទៅទៀតអញ្ចឹងឥឡូវខ្ញុំថ្ងៃនេះខ្ញុំណែនាំលោកគ្រូអំពីកម្មវិធីមួយដែលគេហៅថា Pickerwell បាទអាហ្នឹងគឺជាកម្មវិធីមួយដែលយើងប្រើ website បាទតាមរយៈឧបករណ៍អនឡាញមួយប្រភេទដែលប្រើសម្រាប់ការសម្រេចចិត្តឬជ្រើសរើសអ្វីមួយឲ្យចៃដន្យដែលភាសាអង់គ្លេសគេហៅថា random បាទវាមានរូបរាងដូចជាកងឡានឬក៏កងសំណាងដែលយើងអាចវិលបានជាទូទៅគឺយើងប្រើប្រាស់វាគឺដើម្បីសម្រេចចិត្តនៅពេលណាដែលមានជំរឿនច្រើនហើយយើងមិនដឹងថាត្រូវជ្រើសរើសយកមួយណាបាទអាហ្នឹងតាក់ទងជាមួយដូចយើងចាក់ឆ្នោតរាល់ថ្ងៃហ្នឹងណាឆ្នោតផ្សងសំណាងគឺអ្នកចាក់ឆ្នោតគឺគេចាក់ច្រើនលេខអញ្ចឹងគេមិនដឹងថាឲ្យពីណាគេដែលត្រូវឆ្នោតហ្នឹងឯងអញ្ចឹងគេធ្វើអាកម្មវិធីក្លុកហ្នឹងដើម្បីរកម្ចាស់ជើងឯកដែលនឹងត្រូវបានទទួលរង្វាន់អីផ្សេងហ្នឹងទៅបាទអាហ្នឹងវាខុសពីអ្នកក្រុមហ៊ុនស្រាបៀរក្រុមហ៊ុនភេសជ្ជៈផ្សេងដែលដាក់នៅកបិលកំប៉ុងអាហ្នឹងអត់មានចាប់ទេគឺទៅដាក់មកដោយឡែកហ្មងទៅហ្មងបាទអាហ្នឹងឆ្នោតផ្សេងតែអានេះតាក់ទងជាមួយនឹងជំរឿនដែលយើងមានច្រើនប៉ុន្តែយើងអត់ដឹងថារើសមួយណាកន្លែងនេះណាដោយក្រុមរបស់យើងក្នុងថ្នាក់របស់យើងមិនដឹងទៅយកពីណាអញ្ចឹងទៅអាហ្នឹងគេថាយថាហេតុហ្នឹងបាទអញ្ចឹងក្នុងលក្ខណៈពិសេសរបស់វាទី1គឺយើងអាចដាក់ឈ្មោះសិស្សឬក៏ជាងជ្រើសរើសតាមចិត្តគឺយើងអាចបញ្ចូលឈ្មោះមនុស្សឬក៏បញ្ជីម្ហូបអាហារឬលេខរៀងផ្សេងនៅក្នុងកងនោះតែយើងឧទាហរណ៍យើងចង់បានលេខណាអីចឹងយើងដាក់លេខអញ្ចឹងទៅបើយើងចង់ឧទាហរណ៍ថ្ងៃហ្នឹងអ្នកគ្រូតែវិភាសាគ្នាជាពិសេសចង់ធ្វើដូចអ្នកគ្រូហ្នឹងពេលដែលស្វាមីឲ្យតែថ្ងៃស្លូមហូបឡើងសួរស្វាមីថាតើថ្ងៃហ្នឹងបងឯងចង់ហូបអីគេមហូបអីតែមិនដឹងមហូបអីទេអញ្ចឹងដាក់មហូបប្រមាណមុខនោះមកក្លុកចាប់ហ្មងនេះអានេះហ่าបានមហូបណាយកមហូបហ្នឹងធ្វើមហូបហ្នឹងទៅនេះអានោះកុំឲ្យវាក់ជីក្បាលពេកត្រូវអត់លោកគ្រូរាល់សប្តាហ៍ប្តីគ្រាន់តែសួរប្តីអញ្ចឹងហ៎គ្រូសាសួរថាគ្រូសាថាថ្ងៃហ្នឹងហូបមហូបអីគេឥឡូវតែថាស្អីក៏បានដែរដល់ពេលដឹងថាអូធរថាឆាក្តៅអាហ្នឹងហើពេកអត់ទេយកគេតង់យ៉ាំទេតែអត់ចេះគ្រឿងសមុទ្រទេចេះតែមែនអត់គ្រូត្រូវអត់មើលត្រូវមានអីជាបន្តបាទតាក់ទងកន្លែងហ្នឹងបាទអញ្ចឹងយើងក្លុកបែបហ្នឹងណាបាទអញ្ចឹងយើងដាក់មកហូបប្រមាណមុខមកក្លុកវាហ្មងមកបាទក្លុកបានមកហូបណាធ្វើមកហូបនឹងហ្មងទៅនេះគឺលក្ខណៈពិសេសរបស់វាឲ្យវាក្លុកដោយម៉ាស៊ីនកន្លែងនេះទី2គឺភាពយុត្តិធម៌កាលណាដែលយើងប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីជ្រើសរើសដូច្នេះហើយលទ្ធផលគឺចេញដោយចៃដន្យ 100% គ្មានការលំអៀងអត់មានដូចអ្នកគ្រូមួយដែលគាត់លើកមិញហ្នឹងថាឲ្យសិស្ស
ចាប់ដៃគូគាត់ស្រឡាញ់មួយណាយកមួយហ្នឹងបាទអញ្ចឹងបើខ្ញុំនិយាយថាលេខសោចណាថាធីមស្រីស្អាតគឺចូលមួយធីមស្រីស្អាតគ្នាគេដល់ពេលប្រុសក៏ខិចព្រោះអីគេអត់យកទេដល់ពេលអញ្ចឹងគ្នាទៅជាលក្ខណៈថាជាការលំអៀងគឺជាការធ្វើអញ្ចឹងគឺវាអយុត្តិធម៌សម្រាប់គាត់អាចគាត់មានសមត្ថភាពប៉ុន្តែបើគាត់អត់ស្អាតដូចគេផងបាទគាត់អត់ចូលធីមមួយគេកើតផងអញ្ចឹងធ្វើឲ្យគាត់បាត់បង់សមត្ថភាពការបញ្ចេញឲ្យបាក់គេបានអ្នកគ្រូបាទខ្ញុំសូមកាត់ប្រសាសន៍លោកគ្រូបន្តិច ជួយអ្នកគ្រូបាទ កន្លែងហ្នឹងវិធីសាស្ត្ររបស់ខ្ញុំពេលខ្ញុំឲ្យគាត់ស្ម័គ្រចិត្តអញ្ចឹងខ្ញុំអាចគាត់ជ្រើសរើសគ្នាគាត់អញ្ចឹងក្រុមណាដែលគាត់ជ្រើសរើសគាត់ធ្វើកិច្ចការបានល្អខ្ញុំលើកទឹកចិត្តអញ្ចឹងក្រុមផ្សេងដែលគាត់ធ្វើកិច្ចការបានល្អគាត់នឹងខំប្រឹងតាមក្រុមផ្សេងអញ្ចឹងលោកគ្រូ ហ្នឹងហើយអ្នកគ្រូអត់អីទេប៉ុណ្ណឹងគាត់ចង់ថាតកាណាគាត់ចូលក្រុមនឹងហើយលើកក្រោយគឺគាត់ធ្វើតែក្រុមនឹងតែរហូតមែនអត់គាត់អត់បានចង់ចូលក្រុមផ្សេងទេឬក៏ក្រុមផ្សេងគាត់អត់ហ៊ានចូលមួយក្រុមគាត់ដែរប៉ុន្តែនៅក្នុងការបង្រៀនរបស់យើងគឺយើងអត់ចង់ពង្រៀនសិស្សឲ្យចាប់តែក្រុមគ្នាគាត់ចឹងទេតែយកតែខ្លាំងចឹងយើងចង់ថាបើខ្លាំងគឺខ្លាំងទាំងប្រងក្នុងថ្នាក់របស់យើងហ្មងអានេះណាគ្រូណាយើងចង់បញ្ជាក់ចឹងណាគ្រូបាទអីបាទចាលោកគ្រូបាទចឹងបើគាត់ខ្លាំងហើយគាត់ត្រូវតែទៅបង្រៀនក្រុមផ្សេងទៀតទៅចូលជាមួយអ្នកផ្សេងទៀតឲ្យខ្លាំងដូចគាត់អញ្ចឹងដែរអាហ្នឹងបានគេហៅថាថ្នាក់របស់យើងគឺជាសិស្សថ្នាក់ខ្លាំងមិនខ្លាំងតែម្នាក់អញ្ចឹងទេអានេះអញ្ចឹងណាបាទហ្នឹងហើយបាទតទី3តើតើមួយភាពងាយស្រួលគឺអ្នកមិនចាំបាច់ដំឡើងកម្មវិធីអ្វីឡើយគឺគ្រាន់តែយើងអាចចូលទៅតាមរយៈ browser ហ្នឹងគេហៅថា web browser ក៏ដូចជាភាសាខ្មែរគេហៅថាបណ្ដាញរុករកដូចជាកម្មវិធី Chrome ឬក៏ Safari ឬក៏កម្មវិធីផ្សេងតែម្ដងយើងបាច់តម្លើងអីទេយើងប្រើអនឡាញបាទកន្លែងនេះទៅមុខទៀតតើតើជាមួយរបៀបប្រើរបស់វាយើងមានវិធីប្រើច្រើនទី1ក្នុងការបង្រៀនគឺយើងប្រើដើម្បីហៅឈ្មោះសិស្សឲ្យឡើងឆ្លើយសំណួរឬក៏បែងចែកក្រុមបើឧទាហរណ៍ថាពេលខ្លះលោកគ្រូដឹងហើយថារាល់ថ្ងៃហ្នឹងប្រឈមជាមួយនឹងសិស្សរបស់យើងពេលណាដែលយើងសួរសំណួរគាត់សួរបងប្អូនសួរមានណាគេឆ្ងល់អត់ទេអត់ឆ្ងល់អីទាំងអស់មកចាំសិស្សណាតើលោកគ្រូរៀនអនឡាញឬក៏លោកគ្រូទៅជួបផ្ទាល់នៅ CKCC ហ្នឹងលោកគ្រូអត់ហ៊ានឆ្លើយផងគ្រូទេសួរគ្រូណាដែលឆ្ងល់អីអត់មាត់តើគ្រូសួរទៅអត់ហ៊ានមាត់ទៀតអញ្ចឹងដើម្បីឲ្យបង្កើនក្នុងការសិស្សឆ្លើយមួយយើងកុំឲ្យថាយើងចេះតែហៅអ្នកខ្លះគ្រូខ្លះគាត់នៅមានវប្បធម៌មួយគាត់ថាអត់ហ៊ានហៅបើហៅសិស្សដែលអនជាងគេសិស្សហ្នឹងគាត់តូចចិត្តថាហៅទៅខ្ញុំតែដល់ពេលបើហៅសិស្សបកែបកែហ្នឹងវាឆ្លើយបានបើតែដល់ពេលអនហ្នឹងគាត់ថាអើយហៅតែអ្នកបកែគ្នាគាត់ហៅនឹងតែមួយឆ្នាំអញ្ចឹងដើម្បីកុំឲ្យសិស្សថាអញ្ចឹងគឺយើងចាប់តាមប្រឡប់ហៅតែគេថាយតកម្មពីណាគេកម្មដែលត្រូវឡើងឆ្លើយគឺឆ្លើយតែម្ដងបែបនេះនៅក្នុងការកំសាន្តគឺយើងប្រើសម្រាប់ចាប់ឆ្នោតយកអ្នកឈ្នះដូចជាក្នុងការ live game ឬក៏លក់ទំនិញផ្សេងណាដើម្បីប្រម៉ូទទី3គឺក្នុងជីវភាពចាំថ្ងៃគឺដើម្បីសម្រាប់ចិត្តថាតើថ្ងៃហ្នឹងយើងញ៉ាំអីថ្ងៃហ្នឹងយើងទៅលេងណាដូចចុងសប្តាហ៍លោកគ្រូបាទប៉ុន្តែនិយាយចុងសប្តាហ៍មួយលោកគ្រូដូចអត់ត្រូវទេចុងសប្តាហ៍រៀននោះបាទឬថ្ងៃណាមួយ holiday ណាមួយដែលយើងជប់កម្រាស់យើងអាចចង់ទៅលេងណាលេងនេះយើងដាក់ជំរឿអញ្ចឹងណាធីមនិយាយទៅក្រុមរបស់យើងអត់អាចនិយាយសារទឹកបានទេសារទឹកថាទៅដើរលេងណាអត់កើតទេវាថាទៅរៀននៅសាកលអត់អញ្ចឹងហ៎ថ្ងៃហ្នឹងចូលរៀនអត់តម្លាក់ប្រឡងឲ្យផងលេងប្រឡងឲ្យផងបាទយើងមិនអីតាអរគុណបាទនេះខ្ញុំគាត់លើកទូទ្រុសឯងអញ្ចឹងគេហទំព័រដែលយើងប្រើសម្រាប់ធ្វើការគេថា random ហ្នឹងគឺមានខ្ញុំសូមលើកយក3 website ដែលសំខាន់តែគេពេញនិយមច្រើនជាងគេគឺមួយគឺ pickerware.com ដែលខ្ញុំនឹងបង្ហាញទៅទៀតបាទជា website ពេញនិយមបំផុតងាយស្រួលប្រើនិងមានមុខងារច្រើនដូចជាការរើសរូបភាពឬលេខជាដើមតែនេះចាប់ក្រុមចាប់អី wellofname.com គឺជា website នេះអាចធ្វើឲ្យអ្នកដាក់ឈ្មោះបានច្រើនរហូតដល់រាប់ពាន់ឈ្មោះនិងអាចដាក់រូបភាពសោះឬមិត្តភ័ក្តិបានទៀតផងមានថាយើងអាចដាក់ជាឈ្មោះហើយយើងអាចដាក់ជារូបថតឲ្យគាត់ក្លុកទៅឃើញរូបរបស់គាត់អីចឹងណាយើងអាចមានដល់ជំរឿនក្នុងទៀតដល់ random.org សម្រាប់អ្នកដែលចង់មានលក្ខណៈបច្ចេកទេសឬជាលេខសុទ្ធបាទអញ្ចឹង website ទាំង3នេះលោកគ្រូអាចចូលទៅបាទមើលខ្លួនឯងថែមទៀតទៅសិក្សាស្រាវជ្រាវទៀតទៅយើងនឹងបន្ថែមទៀតដោយសារតែពេលវេលាគឺខ្ញុំអត់មានពេលបង្ហាញច្រើនបាទអញ្ចឹងរបៀបនៃការប្រើប្រាស់ងាយទី1គឺលោកគ្រូចូលទៅកាន់គេហទំព័រមួយឈ្មោះថា pickerwell.com បាទ
បន្តមកទៀតយើងសម្លឹងទៅមើលប្រអប់ input នេះកន្លែងនេះលោកគ្រូបាទកន្លែង input ហ្នឹងហើយយើងវាឈ្មោះអ្នកដែលលោកគ្រូឬក៏សិស្សដែលលោកគ្រូចង់ចុចបញ្ចូលលោកគ្រូអាចវាយម្ដងមួយហើយ enter អាហ្នឹងវាតាមកុំព្យូទ័រលោកគ្រូបាទវាយមួយហើយ enter វាយមួយ enter ឲ្យចេញឈ្មោះបែបហ្នឹងឬក៏លោកគ្រូអាចមានជាបញ្ជីឈ្មោះសិស្សហើយយើង copy បញ្ចូលតែម្ដង copy ឈ្មោះសិស្សលោកគ្រូ30 40នាក់50នាក់ហ្នឹងយើង copy វាបញ្ចូលនៅខ្លួនទៅហើយយើង enter ទៅវាចេញឈ្មោះបែបហ្នឹងឲ្យហ្មងបាទបន្តមកទៅយើងចុចប៊ូតុង spin នៅខាងក្រោមដូចរង្វង់កងខាងក្រោមដែលខ្ញុំដាក់ឲ្យលោកគ្រូហ្នឹងកាលណាតែយើងបញ្ចូលឈ្មោះហើយវានឹងចេញឈ្មោះនៅហ្នឹងហើយយើងចុច spin ហ្នឹងទៅគឺបង្វិលវាហើយយើងរងចាំទិដ្ឋផលថាតើសិស្សមួយណាដែលទទួលសាច់កម្មនៅក្នុងការចោលសំណួរឬក៏អីចឹងទៅបាទសម្រាប់ខ្ញុំវាច្រើនគឺមានសម្រាប់ទាំងសាច់កម្មផងក៏មានដល់ជារង្វាន់ដែរតែរង្វាន់សិស្សណាដែលបានបន្ទុកច្រើនជាងគេខ្ញុំក៏ឡុកចាប់ឆ្នោតបាញ់លុយឲ្យចាយចឹងទៅតាមឥឡូវរាល់ថ្ងៃគេមាន KHQR ស្រួលបាញ់ឲ្យសិស្សសុវ័យព្រៀបនៅក្នុងហ្នឹងបានជើងមានលើកដៃសូមអញ្ជើញបាទបាទដូចជាចំណេញជាងចំណេញមកចឹងលើកដៃបាទ កាន់អញហាងលោកគ្រូជំរាបសួរ បាទមានសួរអញ្ជើញមកបាទ ផងហ្នឹងលោកគ្រូខ្ញុំបញ្ចូលជាសំណួរហើយឧមាថាខ្ញុំចូលសំណួរទី7គឺខ្ញុំ copy link វារក្សាទុកដល់ពេលហើយខ្ញុំទៅបញ្ចូលសំណួរទី8ទៀតដល់ពេលវាហែលទី7ហ្នឹងចូលទី8អស់លេងលោកគ្រូ អូអាហ្នឹងហើយមានន័យថាអត់តនេះហ៎វាចូលគ្នាវាជាប់គ្នាហ្មងហ៎ចឹងហើយគ្រូ អាទី7មុនហ្នឹងបានសំណួរទី7មុនណាបាត់អស់ហើយដល់ពេលយើងបញ្ចូលទី8ថ្មីវាលោតតែវា link ខុសគ្នាទេតែវាលោតចូលទី8ទាំងអស់ បាទភាគច្រើនវា save ក្នុង browser យើងស្រាប់នៅក្នុងហ្នឹងតើគ្រូបង្កើត add ថ្មីសញ្ញាលេខបូកកន្លែងនោះឃើញណាគ្រូកន្លែងហ្នឹងកន្លែងមានលេខបូកមួយមានថាគ្រូ add ថែមមួយទៀតកុំនៅកន្លែងហ្នឹងទៅនៅហ្នឹងវាចូលអាដើមចាស់ហើយជន់គ្នាណាគ្រូ ថ្មីលោកគ្រូថ្មីខ្ញុំចូលថ្មីទាំងអស់ព្រោះថាខ្ញុំបង្កើតសម្រាប់ យើងចូល link ថ្មីតែវា save នៅក្នុង browser ហ្នឹងឲ្យយើងហើយអាចាស់នៅក្នុងហ្នឹងហ្មងចឹងណាគ្រូ Okay. តែខ្ញុំសាកអស់ហើយលោកគ្រូណាតើលោតដែរអត់មានថាវារក្សាទុកទី7ផ្សេងទី8ផ្សេងទី9ផ្សេងអីអត់ផង ហ្នឹងហើយនៅកន្លែងបច្ចេកទេសមួយទៀតហ្នឹងហើយអូខេចាំទៀតខ្ញុំបង្ហាញថ្ងៃហ្នឹងមួយទៀតអរគុណតើ ចាអរគុណច្រើនលោកគ្រូចា បាទអញ្ចឹងខ្ញុំសូមបន្តទៅទៀតបាទកន្លែងនេះគឺងាយសួរកន្លែងហ្នឹងបាទលោកគ្រូធ្លាប់ដាក់ចូលទៅដឹងហើយក្លុកទៅហ៎ពិបាកហៅសួរវិញណាគេមិនឆ្លើយដាក់ក្លុកមកទៅមកហើយបាទអញ្ចឹងយើងតទៅទៀតPickerwell ហ្នឹងគឺមាន tool សំខាន់ច្រើនបាទដែលគ្រូនឹងគ្រូដឹងអានេះខ្ញុំសូមលើកយកមកតប្រហែល tool ហ្នឹងទេដូចជា Pickerwell សម្រាប់ចាប់ឈ្មោះជឿឬដល់ចៃដន្យឬក៏ជឿអីចឹងណាមាន team Pickerwell បាទ team Pickerwell គឺខ្ញុំនឹងបង្ហាញជូនលោកគ្រូអំពីការកំណត់ team ហ្នឹងគឺយើងប្រមូលចាប់ផ្ដើមបាទចាប់ក្រុមឲ្យសិស្សរបស់យើងវាមាន yes no បាទវាមាន number Pickerwell letter Pickerwell country សម្រាប់យើងរើសប្រទេសឬអីចឹងណាហើយមាន color សម្រាប់ជឿរើសពណ៌បាទ image សម្រាប់យើងជឿរើសរូបភាពសិស្សរបស់យើងអីផ្សេងៗដែលយើងដាក់ចូលទៅយើងងាយស្រួលកន្លែងហ្នឹងបាទអញ្ចឹងព័ត៌មានបន្ថែមហ្នឹងលោកគ្រូអាចចូលទៅខាងក្រោមមានថា pickerwell.com ហើយ /tool បាទកន្លែងហ្នឹងគឺបញ្យល់បន្ថែមឲ្យច្បាស់នេះខ្ញុំគ្រាន់តែបង្ហាញអំពីរបស់វាមួយចំនួនអញ្ចឹងថ្ងៃនេះខ្ញុំចាប់ផ្ដើមបញ្យល់លោកគ្រូនេះមានន័យថាហួសទៅមិនបាទចាច់ខុសបាទនេះឥឡូវខ្ញុំបង្ហាញទី1គឺយើងចូលទៅកាន់ដើម្បីបែងចែកជាក្រុមបានគឺលោកគ្រូចូលទៅកាន់ pickerwell.com ហើយបាទបន្តមកទៀតយើងចូលទៅកាន់កន្លែងពាក្យមួយឈ្មោះ tool បាទកន្លែង tool នេះបាទបន្តមកទៀតបន្តបើយើងបានចូលកន្លែង tool ហើយលោកគ្រូវាមានជំរឿច្រើនដូចខ្ញុំបង្ហាញជូនលោកគ្រូមិញវាមានច្រើននេះអញ្ចឹងយើងយកពាក្យមួយគេហៅថា team pickerwell បាទដើម្បីយើងជឿរើបែងចែកក្រុមសិស្សរបស់យើងកន្លែងហ្នឹងបាទបន្តមកទៀតយើងចូលទៅកន្លែងទី1លេខ1គេហៅថាបាទលេខ4ហ្នឹងគឺកន្លែងលេខ1គឺគេហៅថា input កន្លែងហ្នឹងយើងអត់វាយបញ្ចូលឈ្មោះសិស្សកន្លែងហ្នឹងទេលោកគ្រូត្រូវចុចកន្លែង link សញ្ញានេះបាទមានថាសញ្ញាហ្នឹងគឺកន្លែង input ដែលយើងដាក់សញ្ញា link ហ្នឹងគឺយើងបញ្ចូលឈ្មោះសិស្សយើងនៅក្នុងហ្នឹងលោកគ្រូចូលទៅកន្លែងហ្នឹងណាបាទមិនមែនដាក់តែមួយចូលហ្នឹងហ្មងទេក៏មកពិបាកលោកគ្រូចូលកន្លែង link ដើម្បីងាយស្រួលបាទតន់ហ្នឹងលោកគ្រូកន្លែងហ្នឹងតិចហ្នឹងបាទយើងមើលតាមរូបដែលខ្ញុំបង្ហាញជូនហ្នឹងទី1គឺយើងចូលទៅកាន់ website Pickerwell
បន្តមកទៀតលេខ2គឺយើងចូលទៅកាន់ tool បាទនៅស្ដាំដៃខាងក្រោមយើងដាក់ទៅឃើញហើយបាទបន្តមកទៀតយើងចូលទៅកាន់ពាក្យមួយដែលឈ្មោះថា Tim Pickerwell បាទ Tim Pickerwell នឹងហើយបន្តមកទៀតបានយើងចូលទៅកាន់កន្លែង input ហើយយើងមានសញ្ញាមួយដែលយើងសម្រាប់ insert បាទបញ្ជីឈ្មោះសិស្សចូលទៅក្នុងហ្នឹងបាទនេះខ្ញុំជិះចំមើលតាមរចនាសម្ព័ន្ធហ្នឹងបាទបន្តមកទៀតពេលណាដែលយើងដាក់ឈ្មោះសិស្សយើងចូលនឹងហើយគឺនឹងចេញឈ្មោះបែបនេះឧទាហរណ៍ថាសិស្សរបស់យើងមួយថ្នាក់មានប៉ុន្មានអ្នកអញ្ចឹងណាវានឹងចេញតារាងបែបហ្នឹងហើយយើងចូលយកចុចពាក្យថា add list កន្លែងនេះបាទ add list ចូលទៅហើយវានឹងចេញឈ្មោះដូចនៅកណ្ដាលអញ្ចឹងថាសិស្សរបស់យើងនឹងចេញតម្រៀបបែបហ្នឹងបាទហើយបន្តមកទៀតលោកគ្រូមើលបន្តពីយើងបញ្ចូលសិស្សហើយកន្លែងនេះគឺជាកន្លែងមួយដែលយើងមើលឃើញតាក់ទងមើល controller លេខ2បាទ controller ហ្នឹងគឺយើងអាចកំណត់ជា gender ឬក៏ label ផ្សេងៗ label ហ្នឹងគឺតំណាងឲ្យនិមិត្តសញ្ញាផ្សេងៗ gender នេះយើងអាចដាក់ភេទប្រុសភេទស្រីអីឬក៏ចំណាំអញ្ចឹងថាសិស្សឈ្មោះកភេទស្រីភេទប្រុសអញ្ចឹងទៅប៉ុន្តែលោកគ្រូមិនបាច់ចាំដាក់ក៏បានយើងដាក់ default អញ្ចឹងក៏បានដែរកន្លែងហ្នឹងណាបាទហើយ pick quantity បាទ pick quantity ហ្នឹងគឺតំណាងឲ្យចំនួនសិស្សដែលយើងបានដាក់បញ្ចូលអញ្ចឹងមានថាក្នុងហ្នឹងគឺមានសិស្សសរុប58លើ58មានថា58អ្នកគត់ដោយលោកគ្រូបានឃើញអញ្ចឹងបាទ pick quantity ហ្នឹងគឺមានន័យថាបរិមាណក៏ដូចជាចំនួនសិស្សដែលយើងបានចំនួនបញ្ជីដែលយើងបានដាក់ចូល number of group គឺតំណាងឲ្យចំនួន group ដែលយើងចង់កំណត់ហើយចំនួន58ហ្នឹងយើងចង់បង្កើតប៉ុន្មាន group ក្នុងហ្នឹងណាបាទអញ្ចឹងឧទាហរណ៍កន្លែងហ្នឹងបាទ number of group គឺខ្ញុំឧទាហរណ៍ថាចំនួនសិស្សរបស់ខ្ញុំក្នុងថ្នាក់ហ្នឹងគឺមានចំនួន58នាក់អញ្ចឹងខ្ញុំចង់បង្កើតវាទៅដល់9 group បាទ9 group អញ្ចឹងយើងមើលខាងក្រៅមួយទៀតគឺទី3ជួរទី3ក៏ដាក់7មានន័យថា maximum people ក្នុងមួយ group មានន័យថាចំនួនសិស្សដែលច្រើនបំផុតក្នុងមួយ group ហ្នឹងគឺមានចំនួន7នាក់បាទអានេះណាបាទនេះគឺខាងក្រោមគឺតំណាងឲ្យចំនួនមនុស្សនៅក្នុងក្រុមនីមួយៗបាទបើយើងដាក់ក្រុមកាន់តែច្រើនសមាជិកកាន់តែតិចខាងក្រោមគេជួរទី3ហ្នឹងគឺសមាជិកតោះហ្នឹងលោកគ្រូឡើងហ្នឹងបាទអាកដាគឺចំនួនក្រុមបាទកាលណាយើងដាក់ចំនួនទៅពុបវាយើងចង់បែងចែកប៉ុន្មានក្រុមគឺវាចេញឲ្យតែបែបហ្នឹងតែម្ដងបាទចង់បានចំនួនសិស្សប្រមាណអ្នកនៅក្នុងមួយក្រុមយើងរើសខាងក្រោមទៅយើងវាយលេខចូលក៏បានអីក៏បាននោះវាចេញឲ្យតែម្ដងនេះណាវាងាយស្រួលផងហ្នឹងលោកគ្រូបាទអត់មានគិតបាក់ជីក្បាលច្រើនទេដាក់ចំនួននោះចង់បែងចែកប៉ុន្មានក្រុមចង់មកក្រុមមានប៉ុន្មានអ្នកយើងវាយក្នុងហ្នឹងទៅវាចេញឲ្យក្រុមឲ្យស្រេចទៅអូតូម៉ាទិកមករហូតដល់បែងចែកសិស្សរបស់យើងអស់ហើយបន្តមកទៅយើងចុច start បាទចុច start ទៅគឺដំណើរការក្រុមរបស់យើងហើយបាទបន្តមកវាចុច start ហើយវានឹងក្លុកចាប់បែបនេះគឺវាចេញឈ្មោះក្រុមរបស់យើងស្រេចហើយក្រុមខ្លះអាចនឹងមានមនុស្សច្រើនក្រុមខ្លះអាចមានមនុស្សតិចវាខុសគ្នាម្នាក់អញ្ចឹងណាបាទឧទាហរណ៍ដូចជាក្រុមទី1ក្រុមទី2ទី3មាន6នាក់ក្រុម4ក្រុម5បាទក្រុម8មាន7អញ្ចឹងទៅរហូតដល់ក្រុមទី9នោះគឺមានរហូតដល់7នាក់អីចឹងណាវាចាប់អូតូម៉ាទិកលោកគ្រូកន្លែងហ្នឹងណាបាទគឺវាចេញអញ្ចឹងឲ្យតែម្ដងកន្លែងនេះអញ្ចឹងយកអត់មានពិបាកថាចាប់ក្រុមនេះក្រុមនោះគឺលទ្ធផលវាចេញស្វ័យប្រវត្តិឲ្យតែម្ដងកន្លែងហ្នឹងណាអូខេអញ្ចឹងឥឡូវខ្ញុំអនុវត្តជាក់ស្ដែងជូនដល់លោកគ្រូតាក់ទងកន្លែងហ្នឹងបាទឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចូលមកកាន់ website ហ្នឹងគឺលោកគ្រូដឹងហើយថាយើងចូលទៅកាន់ website គឺ pickerwell.com ខ្ញុំបង្ហាញជូនលោកគ្រូអញ្ចឹងឥឡូវខ្ញុំចូលទៅ copy បញ្ជីឈ្មោះសិស្សរបស់ខ្ញុំសិនបាទនេះបញ្ជីឈ្មោះសិស្សរបស់ខ្ញុំអញ្ចឹងបើលោកគ្រូមានបញ្ជីឈ្មោះអញ្ចឹងយើង copy បញ្ជីឈ្មោះរបស់គាត់មកបាទសិស្សរបស់ខ្ញុំមាន58នាក់ឧទាហរណ៍ថាទី 11A អញ្ចឹងណាបាទអញ្ចឹងខ្ញុំ copy វាហើយខ្ញុំចូលមកកាន់ website របស់យើងបាទហើយបន្តមកទៀតខ្ញុំមើលពាក្យកន្លែង input នេះបាទ input នៅនឹងស្ដាំដៃនេះបាទខ្ញុំយកឥឡូវដោយសារតែខ្ញុំចូលទៅកាន់ tool បាទ tool ខាងលើហ្នឹងលោកគ្រូបាទតោះមកយើងមានពាក្យច្រើននេះគឺ tool របស់វាមានច្រើនប៉ុន្តែខ្ញុំយកតែពាក្យមួយគេហៅថា Tim Pickerwell បាទពាក្យ Tim Pickerwell ហ្នឹងមកបាទអញ្ចឹងវាចូលមកឲ្យផ្ទាំងបែបនេះក្រុមរបស់យើងយកតបានបញ្ចូលនេះដោយសារក្រុមចាស់របស់ខ្ញុំធ្លាប់បានបញ្ចូលអានោះខ្ញុំសូមទៅលុបបោះ remove all របស់គាត់បាទដើម្បីងាយស្រួលបាទនេះវាមានបែបនេះគឺទៅទាឡតអញ្ចឹងណាកាលណាក្រុមរបស់យើងវាមានបែបហ្នឹងអញ្ចឹងដើម្បីចង់បញ្ចូលបានលោកគ្រូត្រូវចូលទៅកាន់កន្លែង list នេះមួយបាទដើម្បីងាយស្រួលឲ្យយើងផាសសិស្សរបស់យើងចូលមកក្នុងហ្នឹងមកបាទខ្ញុំ copy រួចហើយមានចំនួន58នាក់ក
lạiនេះបាទតពីបញ្ចូលអញ្ចឹងហើយយើងចូលពាក្យថា at least បាទអញ្ចឹងសិស្សរបស់យើងគឺមានសរុបនេះ58នាក់បាទលោកគ្រូចង់បានប៉ុន្មានឥឡូវធ្វើដល់ចង់បង្កើតបាទ10ក្រុមគឺមានមួយក្រុមគឺមាន6នាក់អញ្ចឹងទៅហ៎បើចង់ដាក់ក្រុមតិចកាន់តែតិចគឺចំនួនសិស្សកាន់តែច្រើនប៉ុន្តែជាទូទៅខ្ញុំអត់ចង់ឲ្យលោកគ្រូបង្កើតឲ្យសិស្សនៅមានក្រុមគ្នាច្រើនទេដូចគេហៅថាគ្នាបន្តិចមិនសូមខ្លោចដល់ពេលគ្នាដូចសម្បល់មិនសូមឆៅអញ្ចឹងយើងដាក់តាមតំណងមកសមរម្យមកថាត្រឹម8នាក់ឬក៏7នាក់6នាក់អញ្ចឹងទៅបាទគឺយើងបង្កើតរហូតដល់10ក្រុមគឺមាន6នាក់អញ្ចឹងទៅអញ្ចឹងអាចឲ្យគាត់ធ្វើពីការស្រាវជ្រាវតាមគ្នាគាត់អីចឹងមកយើងក៏លុបបាទតែអញ្ចឹងឬក៏លោកគ្រូគិតថាច្រើនពេកលោកគ្រូអាចបន្ថយចំនួនក្រុមហើយដាក់ចំនួនសមាជិកឲ្យច្រើនវិញមកបាទ8នាក់ឬក៏ចូលដល់10នាក់យើងគ្រាន់តែបន្ថយហ្នឹងមកគឺវាចេញចំនួនឲ្យបើ6ក្រុមគឺ10នាក់10នាក់វាច្រើនពេកអីមិនគិតខ្លួនឯងកន្លែងហ្នឹងលោកគ្រូបាទចង់បានឥឡូវទៅយក8ក្រុមចុះមួយក្រុមមាន8នាក់ចុះឧទាហរណ៍បាទអញ្ចឹងបន្ទាប់ពីបានអញ្ចឹងហើយយើងមានអីទៀតគ្រាន់តែចុច start ហ្នឹងបាទហើយសូមបញ្ជាក់ដែរថាវាចាប់ខ្លួនឯងអូតូម៉ាទិកមកយើងអត់មានថាសិស្សខ្លះវាតូចចិត្តបាទបើសម្រាប់ខ្ញុំវិញគឺខ្ញុំកំណត់ជាមួយសិស្សថាឥឡូវបើសិនខ្ញុំចាប់ទាំងអស់នេះចង់ចាប់ឲ្យខ្ញុំនឹង7ប៉ុន្មានដងម្ដង2ដងឬក៏3ដងពីច្រើនគាត់ថាយក3ដងដើម្បីថាឲ្យច្បាស់ប៉ុន្តែយើងនិយាយសន្យាគ្នាហើយថាឥឡូវខ្ញុំយក3ដងបើសិនអត់គ្រប់3ដងអត់យកទេអញ្ចឹងអូតូថាក្រុមហ្នឹងគាត់ឃើញពឹបគ្នាគាត់ថាអូអត់ទេត្រូវឈើឈប់យកប៉ុណ្ណឹងបានអត់ទេថាអត់ទេបើគឺថាកន្លុក3ដងតកន្លុកដកឲ្យបាន3ដងបានយកអាហ្នឹងជាគាត់ហើយបើសិនជាបានក្រុមដែលគាត់ពេញចិត្តឬក៏មិនពេញចិត្តអាហ្នឹងជាកម្មរបស់គាត់ទេអញ្ចឹងលោកគ្រូបាទយើងអាចកន្លុកបានរហូតយើងដាំហ្នឹងយើងកន្លុករហូតជាទៅក្រុមបាទអញ្ចឹងអានេះវាកន្លុកបំបាយគ្នារហូតក្នុងមួយឆ្នាំហ្នឹងគាត់រយតិចតែគាត់អាចនៅមួយគ្នាបើសិនជាគាត់នៅមួយគ្នាទៅគឺសំណាងរបស់គាត់អីចឹងទៅប៉ុន្តែយើងចង់ឲ្យគាត់ស្គាល់ប្រកាន់គ្នាក្នុងថ្នាក់របស់គាត់ទៅលោកគ្រូបាទមានអ្វីចង់សួរបន្ថែមលោកគ្រូបានអញ្ជើញបាទលោកគ្រូសូមពេលចប់ជួយតម្លាក់ slide ហ្នឹងហ៎លោកគ្រូហ្នឹងឲ្យចាំខ្ញុំតម្លាក់ជូនលោកគ្រូបាទកន្លែងហ្នឹងបាទ slide ហ្នឹងអូខេអត់អីសង្ឃឹមថាលោកគ្រូអាចយកទៅអនុវត្តខ្លួនឯងបន្ថែមទៀតគឺល្អហូចតាមការបង្ហាញរបស់ខ្ញុំទៅលោកគ្រូគិតថាវិធីសាស្ត្រហ្នឹងមិនតែលោកគ្រូឃើញថាដូចតំណងសុបាយចិត្តទេសិស្សក៏វាសុបាយចិត្តមួយយើងដែរតែពេលឃើញឈ្មោះរបស់គាត់ក្លុកអីញ៉ៃពេញហ្នឹងអញ្ចឹងក៏អត់មានតូចចិត្តអីទេអញ្ចឹងលោកគ្រូមានសួរលោកគ្រូបានជើញលោកគ្រូលោកគ្រូអើយអាហ្នឹងយើងធ្វើតាមកុំព្យូទ័រឬតាមទូរស័ព្ទបាទនៅក្នុងនេះយើងក្លុកតាមកុំព្យូទ័រដើម្បីបង្ហាញគាត់ឬក៏លោកគ្រូអាចធ្វើតាមទូរស័ព្ទបានដែរបើមានតែទូរស័ព្ទធ្វើបានទេលោកគ្រូអាចមានជា slide យើងបង្ហាញ slide ឲ្យគាត់ឃើញឲ្យអស់ចិត្តទាំងអស់គ្នាអញ្ចឹងណាអាហ្នឹងទៅល្អឲ្យគាត់ឃើញអញ្ចឹងទៅបើនៅសាលាលោកគ្រូអត់មាន slide ទេលោកគ្រូក្លុកដាក់កុំព្យូទ័របង្ហាញគាត់អីអញ្ចឹងទៅឲ្យគាត់ឃើញទាំងអស់គ្នាគាត់ព្រមទទួលយកអីចឹងណាបាទកន្លែងហ្នឹងលោកគ្រូបាទខ្ញុំលើកទឹកចិត្តឲ្យប្រើកុំព្យូទ័រច្រើនជាងអញ្ជើញលោកគ្រូផ្សេងទៀតបាទអត់អីទេលោកគ្រូអរគុណលោកគ្រូអរគុណអញ្ចឹងមានន័យថាប្រើតាមកុំព្យូទ័រស្រួលជាងហើយប្រើតាមទូរស័ព្ទវាបាក់ប្រើប៉ុន្តែអាចប្រើបានបាទចាអរគុណលោកគ្រូលោកគ្រូសូមសួរទៀតលោកគ្រូពាក់ព័ន្ធនឹង Canva ហ្នឹងក្នុងកុំព្យូទ័រប្រើកាតអត់លោកគ្រូបាទជំរាបដែរលោកគ្រូតាក់ទងមួយ Canva ហ្នឹងបើសិនទូរស័ព្ទយើងតម្លើងវាតែម្ដងនៅក្នុង Play Store ក៏ដូចជា App Store ក្នុងកុំព្យូទ័រក៏យើងអាចតម្លើងបានដែរអាចតម្លើងបានដូចគ្នាប៉ុន្តែខ្ញុំគិតថាលោកគ្រូមិនបាច់ចាំតម្លើងមកបង្ហោះទេយើងចូលទៅ website តែម្ដង website របស់វាគឺ canva.com ហ្នឹងគ្រូបាទកន្លែងហ្នឹងគាត់ថា account Canva គឺមាន2 account មួយគឺសម្រាប់ free account មួយទៀតគឺសម្រាប់យើងបង់លុយអ្នកគេថា account pro ហ្នឹងគឺមានមុខងារច្រើនក៏ដូចជា template ច្រើនអ្នកយើងយកទៅប្រើប្រាស់ហើយដូចជា account free សម្រាប់រូបភាពមួយចំនួនវាជាប់ watermark មានន័យថាអក្សរនៅលើហ្នឹងដាក់ទៅ Canva អញ្ចឹងវាធ្វើឲ្យរូបរបស់យើងវាអត់ស្អាតអញ្ចឹងណាគ្រូបាទអាហ្នឹងទៅខុសគ្នាទៅអញ្ចឹងឯងប៉ុន្តែយើងប្រើមុខងារ free បានច្រើនដូចគ្នាអញ្ចឹងណាគ្រូបាទគុណគ្រូបាទអរគុណលោកគ្រូលោកគ្រូសូមសួរបន្តិចអាហ្នឹងdown នៅក្នុង Play Store ឲ្យក៏មិនលោកគ្រូCanva ហ្នឹងអ្នកគ្រូហ៎
ចាលោកគ្រូចា បាទ Canva ហ្នឹងគឺយើង down នៅក្នុង Play Store សម្រាប់លោកអ្នកគ្រូដែលជានេះមានន័យថាលោកអ្នកគ្រូអាច down នៅក្នុង Play Store បានបាទកន្លែងហ្នឹងមានក្នុង Play Store App Store បាទនេះខ្ញុំប្រើ Canva នេះហើយមេរៀនរបស់ខ្ញុំបានបង្កើតជាមេរៀនច្រើនបាទមេរៀនខ្ញុំដាក់ប្រភេទមេរៀនរបស់ខ្ញុំច្រើនមែនតើតាក់ទងមកហ្នឹងខ្ញុំថ្ងៃខ្ញុំប្រើ slide តាមហ្នឹងឯងប៉ុន្តែយើងត្រូវការអ៊ីនធឺណិតបើអត់មានអ៊ីនធឺណិតទេអត់ប៉ុន្តែក៏យើងក៏អាច download វាជា PDF គឺជា PowerPoint ផ្សេងៗអញ្ចឹងណាពេលយើង download យើងអាច download វាបាទ download ជា PDF ឬក៏ជា PowerPoint ជារូបភាពក៏បានដែរតាមអ្វីដែលយើងចង់បានអញ្ចឹងវាមានច្រើនបែបយើងអាច download PowerPoint អាចជា download ជា JPG PNG ឬក៏ជាវីដេអូក៏បានក្នុងហ្នឹងយើងមានច្រើនមានជា PDF មានអីចឹងទៅបាទមុខងាររបស់វាអញ្ចឹងក្នុងទូរស័ព្ទយើងអាចបាទ លោកគ្រូមានវីដេអូសម្រាប់បង្កើត slide តាម Canva តាមរយៈទូរស័ព្ទហ្នឹងលោកគ្រូបើមានជួយទម្លាក់ឲ្យបងនៅក្នុង YouTube មានទាំងអស់លោកគ្រូសើតែក្នុង TikTok ក៏មានដែរដាក់តែ Canva ចេញឲ្យមកហើយបាទអរគុណលោកគ្រូ ខ្វះទេរាល់ថ្ងៃយើងបាទ ខ្ញុំអត់តន់ចេះលោកគ្រូប៉ុន្តែខ្ញុំព្យាយាមធ្វើដោយសារខ្ញុំនិយាយរួមខ្ញុំធ្លាប់រៀនជួបលោកគ្រូណាម្នាក់គាត់ធ្វើអាហ្នឹងឲ្យខ្ញុំមើលហើយខ្ញុំចាប់អារម្មណ៍ហើយខ្ញុំអត់ចេះធ្វើដល់ពេលលោកគ្រូបរៀនមកខ្ញុំនិយាយរួមដូចសប្បាយចិត្តលោកគ្រូចង់ចេះយូរហើយប៉ុន្តែអត់ដែលមានតែគេបរៀនបាទមានវីដេអូច្រើនអត់អីតាក់ទងហ្នឹងអញ្ចឹងចំពោះការប្រើហ្នឹងតើលោកគ្រូគិតមិនដែរស្រួលជាងអាចយើងរកដងហើយមិនលោកគ្រូបាទងាយស្រួលប៉ុន្តែតើយើងមានកុំព្យូទ័រឬក៏អីចឹងយើងសំណុកប្លុកសិស្សឲ្យស្រួលអញ្ចឹងណាដូចតែទូរស័ព្ទក៏បានធ្វើបានដូចគ្នាគ្រាន់តែរៀងពិបាកវាអត់សូវស្អាតដូចយើងប្រើកុំព្យូទ័រអញ្ចឹងទេបាទនេះដូចបើសិនខ្ញុំប្រើ Canva គឺមានអាសញ្ញាអញ្ចឹងលោកគ្រូនេះបាទវាមានសញ្ញាហ្នឹងឲ្យយើងមើលអញ្ចឹងណានេះលោតផ្លោកអញ្ចឹងទៅបើក្នុងប្រើ PowerPoint នេះប្រើធម្មតាវាអត់មានអាហ្នឹងអានេះគឺ free ហើយគេធ្វើឲ្យនុកចាប់អញ្ចឹងណាវាតាក់ទាញតាក់ទងកន្លែងហ្នឹងឲ្យវាងាយស្រួលវា online យើងអាចយកពី Google មកក៏បានគាត់ search ទៅវាចេញឲ្យច្រើនអញ្ចឹងណាវាស្រួលនេះហ្នឹងបាទ Canva ហើយលោកគ្រូអាចប្រើបាននៅក្នុង Canva លោកគ្រូគាត់ចូលទៅ canva.com ទៅគឺយើងអាចប្រើបានហើយក្នុងនោះគេសួរដែរថាតើយើងចង់ install វាអត់បើយើង install គេ install ទៅតែមិនបាច់ install នៅធ្ងន់ក្នុង computer ទេយើងប្រើតែ website ប្រើមកអស់បាទអានោះវា save ក្នុង account របស់យើងលោកគ្រូ log in ជាមួយ Google របស់យើងទៅយើងអាចប្រើ Canva មានអ្វីថែមទៀតទេលោកគ្រូបាទកន្លែងតាក់ទងមួយ Pickwell របស់យើងបាទបើសិនជាប្រើបាទអ្នកគ្រូជើញបាទបើអត់មាននេះទេដោយសារពេលវេលាយើងយូរដែរហើយចាំខ្ញុំតម្លាក់ slide ជូនលោកគ្រូជូនទៅគឺលោកគ្រូខ្ញុំសុំឆ្ងល់មួយបាទអញ្ជើញបាទលោកគ្រូពេលដែលយើងចាប់ឈ្មោះហ្នឹងឧបមាថានៅក្នុងថ្នាក់យើងមានសិស្សអប្សរអី2 3នាក់អីអញ្ចឹងយើងអាចដកចេញបានទេលោកគ្រូបាទយកទៅអ្នកដែលមានវត្តមានមកបានហើយអ្នកគ្រូដកគាត់ចេញទៅហើយយើងក្លុកទៅបាទអត់អីទេអញ្ចឹងលុបឈ្មោះចេញលុបឈ្មោះសិស្សអប្សរចេញពីបញ្ជីដែលលោកគ្រូអាប់ឡូតចូលក្នុងកម្មវិធីហ្នឹងមែនលោកគ្រូហ្នឹងហើយនៅក្នុង Pickwell របស់យើងជំរឿនខ្ញុំបង្ហាញជូនលោកគ្រូអ្នកគ្រូដែរនេះឥឡូវនេះខាងស្ដាមដៃឃើញទេគ្រូនេះពីឈ្មោះសិស្សណាមួយដែលយើងចង់លុបគាត់យើងគាត់ទៅលុបកន្លែងធុងសម្រាប់ទៅវាទៅបាត់ហើយបាទចាលោកគ្រូបាទចាហ្នឹងហើយឥឡូវឧទាហរណ៍ឥឡូវ58ខ្ញុំលុបមួយឧទាហរណ៍ខ្ញុំលុបកេនសឹកលិននៅលើទេអញ្ចឹងសល់57ហើយឃើញទេគ្រូឃើញហ៎ចាហ្នឹងហើយតែចង់បន្ថែមទៀតអ្នកគ្រូអាចវាយបន្ថែមទៀតក៏បានឧទាហរណ៍ថាផ្លក់ចយenter មកវាចេញផ្លក់ចយ58អ្នកមកនេះឃើញហ៎បើនៅក្រោមគេនេះចាបាទវាយលុបក៏បានដាក់ចូលក៏បានខ្ញុំសុំបន្តិចលោកគ្រូបាទអញ្ជើញគ្រូកន្លែងនេះយើងមិនបាច់លុបក៏បានលោកគ្រូដកតែគ្រីសទៅអត់រាប់ទេលោកហ្នឹងហើយលោកយើងមិនបាច់ទៅលុបក៏បានដកតែគ្រីសក៏បានគ្រីសក៏ដូចគ្នាតែនៅបើយើងចង់នេះទុកទៅអីបើអត់ត្រូវចង់បានផងយើងលុបហ្មងទៅមិនស្រួលកុំឲ្យវាក់គិតឈឺក្បាលមួយគាត់អញ្ចឹងហ៎នេះបាទហ្នឹងគឺវាជំរឿសវាច្រើនតែគ្រូប្រើវាទៅល្អហើយហ្នឹងបាទមានអីបន្ថែមទៀតគ្រូជំរាបសួរគ្រូ
បាទបាទ ក្រុមហ្នឹងលោកគ្រូយើងទៀមស៊ីឲ្យក្នុងយើងចែកគាត់ថ្មីរៀងរាល់មកឬក៏យើងអាចថាឥឡូវមួយក្រុមហ្នឹងសម្រាប់ខែក្រោយចាំយើងចាត់ក្រុមថ្មីទៀតបានអត់ឬក៏យើងត្រូវតែថ្មីរាល់មក អាហ្នឹងតាមអ្នកគ្រូបរៀននេះអ្នកគ្រូចង់ក្លុកមួយអាទិត្យម្ដងក៏បានចង់មួយខែម្ដងក៏បានស្រាប់តែលោកអ្នកគ្រូតែរៀបចំតាអាហ្នឹងអត់មានកំណត់ទេអាហ្នឹងតាមអ្នកគ្រូបរៀនទេវិធីសាស្ត្ររបស់អ្នកគ្រូបរៀនម្ដងមិនបាទធ្វើចឹងមក លោកគ្រូដោយសារបើចង់ចែកគាត់មួយម៉ោងវាដូចយើងមួយអាទិត្យពេលខ្លះយើងជួបគាត់បានតែមួយម៉ោងហ្នឹងដល់ពេលឡើងទៅចាត់រាល់ម៉ោងអញ្ចឹងយើងវាហាក់យើងចង់ចាត់មួយខែម្ដងឬក៏ពីរសប្តាហ៍ម្ដងអីអញ្ចឹងណាលោកគ្រូ បាទអាហ្នឹងដូចយើងធ្វើកិច្ចការស្រាវជ្រាវហ្នឹងចង់ឲ្យគាត់ធ្វើកិច្ចការស្រាវជ្រាវជាក្រុមគាត់ត្រូវចំណាយពេលវេលាហើយអញ្ចឹងយើងអាចយកអាហ្នឹងបន្ទុកសម្រាប់ប្រចាំខែរបស់គាត់អីបន្ថែមលើកទឹកចិត្តអីថែមទៀតអញ្ចឹងណាហ្នឹងយើងធ្វើអញ្ចឹងមកបាទហើយបើសិនមួយទៀតតាក់ទងជាមួយនឹងក្រុមឧទាហរណ៍ថាគាត់យើងត្រូវការវិភាសាអីភ្លាមអញ្ចឹងយើងក៏អាចចាប់អញ្ចឹងបានដែរគាត់វិភាសាហើយគាត់ចប់អាទិត្យក្រោយដល់ម៉ោងយើងចាប់ក្លុកថ្មីទៀតឲ្យគាត់វិភាសាទៀតអញ្ចឹងទៅហ្នឹងធ្វើអញ្ចឹងណាគ្រូ ចាលោកគ្រូចេះឥឡូវខ្ញុំសុំសួរមួយទៀតឧទាហរណ៍ថាយើងចាត់គាត់ចំក្រុមគាត់មានសមាជិកប៉ុណ្ណឹងហើយយើងដាក់សំណួរហ្នឹងហើយយើងឲ្យគាត់ទៅស្រាវជ្រាវដើម្បីសប្តាហ៍ក្រោយយើងឲ្យគាត់ឡើងធ្វើដូចជាលក្ខណៈបទបង្ហាញតាមក្រុមគាត់បានអត់លោកគ្រូ បាទអាហ្នឹងគឺចង់គោលបំណងបែបហ្នឹងអ្នកគ្រូបាទគឺចង់បង្ហាញអញ្ចឹងឲ្យគាត់ទុក ជា ពេល ទូ គាត់ ទៅខ្ញុំបរៀនបែបហ្នឹងអញ្ចឹងខ្ញុំចង់សួរលោកគ្រូហ្នឹងតែខ្ញុំធ្វើអញ្ចឹងត្រូវឬខុសអញ្ចឹងណា អត់មានខុសអត់មានត្រូវទេសំខាន់គឺវិធីដែលយើងធ្វើហ្នឹងគឺចង់ឲ្យសិស្សនៅក្នុងការស្រាវជ្រាវជាក្រុមអញ្ចឹងត្រូវទេអ្នកគ្រូ ចា គុណបាទ អរគុណច្រើនលោកគ្រូជំរាបលា លោកគ្រូតាក់ជំរាបសួរលោកគ្រូ បាទជឿអ្នកគ្រូបាទ គ្រូការចាត់ចែងក្រុមហ្នឹងហើយពេលយើងធ្វើឧទាហរណ៍ថាចាប់ក្រុមដាក់ធានបទពិសារួចហើយពេលឡើងធ្វើបទបង្ហាញជាទូទៅយើងវាអត់មានTwitter ឬក៏អត់មាន slide ទេអញ្ចឹងវិធីសាស្ត្រណាល្អសម្រាប់ធ្វើបទបង្ហាញហ្នឹងបើខ្ញុំធ្លាប់ឲ្យកូនសិស្សគាត់សរសេរដាក់អាកដាស់ផ្ទាំងធំហ្នឹងសរសេរជាអក្សរអញ្ចឹងទៅហើយឡើងបិទលើក្តារខៀនហ្នឹងហើយឬមួយក៏ក្រុមខ្លះគាត់ print ជារូបទៅហើយគាត់ឡើងបង្ហាញទៅគាត់ធ្វើដែលឯទៅលើអក្សរនឹងលើដែលគាត់សរសេរទុកហ្នឹងហើយនឹងរូបភាពដែលគាត់ print អាចតែA through អីចឹងណាហ្នឹងហើយមានវិធីសាស្ត្រអីខ្លះនៅក្នុងការចាប់ក្រុមហ្នឹងនៅពេលដំណាក់កាលទី1ហើយដំណាក់កាលទី2រៀបចំការធ្វើបទបង្ហាញនោះដើម្បីប្រព្រឹត្តទៅមានរយៈពេលខ្លីហើយប្រព្រឹត្តទៅថាមានគុណភាពល្អរីកចម្រើនអីចឹងណាលោកគ្រូ បាទអរគុណអ្នកគ្រូអាហ្នឹងវាមាន2វាទី1យើងឲ្យគាត់ចាប់ក្រុមហ្នឹងឲ្យគាត់ធ្វើ slide ហ្នឹងគឺគាត់អាចធ្វើតាមទូរស័ព្ទបានហើយអ្នកគ្រូគាត់ឆ្ងល់ថាចុះបើសិនជាសាលាអ្នកគ្រូអត់មានម៉ោងអ្នកគ្រូអត់មាន slide ទេសិស្សធ្វើបទបង្ហាញមិនកើតបាទចង់បញ្ជាក់ថានៅក្នុងការធ្វើ slide បទបង្ហាញហ្នឹងគឺចងគោលបំណងឲ្យគាត់ចេះប្រើបច្ចេកវិទ្យាក្នុងការធ្វើ slide បន្តមកទៀតគាត់អាច share ជា slide ហ្នឹងជា PDF ដូចខ្ញុំបានបង្ហាញមិញជា link ក៏បានជា PDF ក៏បានមកឲ្យលោកគ្រូហើយលោកគ្រូអាច print វាទុកបាទនៅក្នុងបណ្ណាល័យឬក៏នៅក្នុងថ្នាក់របស់លោកគ្រូបង្ហាញអំពីស្នាដៃរបស់គាត់ដែលគាត់បានធ្វើ slide ហើយគាត់ញ៉ាជូនលោកគ្រូ print ទុកក្នុងនោះហើយចំពោះការឡើងធ្វើបទបង្ហាញគឺគាត់ដូចលោកគ្រូបានលើកឡើងហ្នឹងថាអាច print អាម្ដងហើយគាត់អាចឡើងនិយាយឬក៏អ្នកដែលស្រាវជ្រាវតែម្ដងគឺគាត់មិនបាច់ចាំមើលក៏បានដែរគាត់អាចចាប់ជាក្រុមគ្នាគាត់ឡើងនិយាយ slide ទីប៉ុន្មានគាត់និយាយប្រើហ្មងណាមិនបាច់ចាំមាន slide ក៏បានដែរប៉ុន្តែ slide ហ្នឹងគឺយើងបាន print ទុករួចហើយគឺគាត់បានធ្វើរួចហើយគាត់យើងយកមកទុកពីផុសតាងដែលសាលាលោកគ្រូបានដឹកនាំសិស្សធ្វើបទបង្ហាញជា slide ហ្នឹងបាទមិនបាច់ចាំដល់ពេលឡើងធ្វើបទបង្ហាញតើតើមាន slide ក៏បានដែរតែគាត់បានធ្វើរួចហើយគាត់អត់មានបានបង្ហាញហើយយើងបានអាចផ្ញើក្នុងក្រុមរបស់គាត់ហ្មងទៅក្នុងក្រុមថ្នាក់របស់គាត់ហ្នឹងគាត់បានឃើញ slide ហ្នឹងដូចគ្នាអញ្ចឹងមានថាពេលដែលគាត់សិស្សរបស់យើងធ្វើបទបង្ហាញគាត់អាចទៅមើល slide ក្នុងបន្ថែមទៀតទៅមាននៅក្នុងទាំងអស់អញ្ចឹងវិធីរបស់យើងមានបែបហ្នឹងណាគ្រូគឺមានន័យថាគាត់ឡើងទៅនិយាយឆៅឬក៏អ្នកគ្រូអាច print ឲ្យគាត់ print ឲ្យគាត់ដើម្បីគាត់កាន់ឡើងនិយាយក៏បានដែរនឹងវិធីសាស្ត្ររបស់យើងអញ្ចឹងណាគ្រូតើណាគ្រូបាទចាអរគុណលោកគ្រូតន់ប៉ុន្តែជាទូទៅខ្ញុំធ្វើច្រើនដងដែរហើយដូចជាមិនសូវមានប្រសិទ្ធភាពទេលោកគ្រូ
ដូចថាពេលដល់ពេលធ្វើ slide ចឹងទៅពួកគាត់អ្នកខ្លះគាត់ថាប្រចាំគ្នាអត់សហការគ្នាឬមួយគាត់មានហេតុផលផ្សេងច្រើនចឹងទៅហើយចុងក្រោយ ហ្នឹង គឺអ មាន ត់ ន័យ បាន ថា ចេញ ការ ផ សហ ល ការ ទេ ក្រុមរបស់គាត់អត់តន់ល្អទេយើងអត់ចង់ឲ្យអញ្ចឹងទេអញ្ចឹងអ្នករបស់ខ្ញុំសិស្សរបស់ខ្ញុំគឺខ្ញុំដាក់លក្ខខណ្ឌហើយឧទាហរណ៍ថាសិស្សមាន 10 នាក់ក៏ដោយមួយក្រុមហ្នឹងគាត់ត្រូវធ្វើម៉េចសិទ្ធិការស្រាវជ្រាវរបស់គាត់ត្រូវឲ្យបាន10 slide ដូចគ្នាហើយអ្នកទាំង10ហ្នឹងត្រូវតែចែកគ្នាម្នាក់មួយ slide ហ្នឹងឡើងនិយាយទៅរឿង slide ដែលគាត់ធ្វើហ្នឹងបាទបើមិនអញ្ចឹងទេគាត់អត់ដឹងថាគាត់ស្រាវជ្រាវពីអីទេបើអ្នកទៅធ្វើនៅទៅធ្វើអ្នកទៅអត់ធ្វើនៅទៅអត់ធ្វើអញ្ចឹងបាទអញ្ចឹងមានថាគាត់គ្នាសមាជិកគាត់មានប្រហែលអ្នកត្រូវមានប៉ុណ្ណឹង slide ដូចគ្នាបាទអានេះដើម្បីឲ្យគាត់ពង្រឹងក្នុងការមានន័យថាគាត់ share Canva ហ្នឹងគឺគាត់អាចចែក slide គ្នាម្នាក់មួយធ្វើរឿងហ្នឹងទៅឬក៏ដំបូងបំផុតគឺគាត់ត្រូវចាប់ក្រុមហើយគាត់ចាប់ផ្ដើមមកប្រជុំគ្នាថាគំនិតប្រធានបទហ្នឹងនិយាយមិនឥឡូវឯងមួយនេះនិយាយចេះទៅ slide ទី1ម្នាក់នេះ slide ទី2ហើយ slide ទី3សម័យថាអរគុណចុងក្រោយហ្នឹងថ្លែងអរគុណក៏អាចនិយាយបានច្រើនដែរជូនពរឯណាឯណីអញ្ចឹងទៅអាហ្នឹងក៏បាន slide ដែរបាទអញ្ចឹងអាហ្នឹងឲ្យតែបាននិយាយក្នុងក្រុមហ្នឹងហើយអ្នកនិយាយល្អជាងគេគឺយើងបានបន្ទុកច្រើនជាងគេអញ្ចឹងទៅលើកទឹកចិត្តគាត់អីអញ្ចឹងទៅអានេះជាយាមឲ្យគាត់ចេះក្នុងការបកស្រាយក៏ដូចជាធ្វើប្រធានបទផ្សេងៗមួយឲ្យយកចិត្តទុកដាក់បើសិនជាទៅដល់គ្រាន់តែឆេវបង្ហាញរៀងសង្ហាដដែលអាហ្នឹងធ្វើក្រុមរបស់យើងអត់ល្អទេអ្នកគ្រូហើយហ្នឹងណាបាទសាកល្បងធ្វើចឹងទៅណា ហ្នឹងហើយអរគុណច្រើនបន្តថាដោយអាស្រ័យដោយពេលវេលា